នេះគឺជាជំនឿអាថ៌កំបាំងមួយដែលប្រជាជនខ្មែរយើងបានឮតគ្នាពីចាស់បុរាណរាប់ចំនួនណាស់មកហើយប៉ុន្តែមានមនុស្សតិចណាស់ដែលយល់ច្បាស់អំពីវានោះគឺជាជំនឿលើម្រេចគង្វាលតាមជំនឿបុរាណខ្មែរម្រេចគង្វាលត្រូវបានគេចាត់ទុកថាជាអរិយអ្នកតាតូចឬជាព្រលឹងដែលមានរូបរាងដូចជាកុមារតូចល្អិតតែមានបារមីខ្លាំងក្លានិងមានចិត្តមេត្តាចាស់តែងតែនិយាយតគ្នាថាម្រេចគង្វាលតែងតែជួយចិត្តរស់នៅតាមវាលស្រែឬក៏ព្រៃភ្នំហើយក៏ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយមើលថែរក្សាសត្វពាហនៈដូចជាគោក្របីមិនឲ្យបាត់បង់ឬត្រូវសត្វសាហាវខាំស៊ីឡើយមិនតែប៉ុណ្ណោះប្រសិនបើយើងជាមនុស្សដែលមានធម៌នៅក្នុងចិត្តរស់នៅដោយស្មោះត្រង់និងរៀបចំសំណែនតូចតាចដូចជានំចំណីឬប្រដាប់ក្មេងលេងម្រេចគង្វាលនឹងតាមជួយជ្រោមជ្រែងឲ្យរកស៊ីមានបានជួយការពារគ្រោះថ្នាក់និងផ្ដល់ជាសញ្ញាប្រាប់ហេតុការណ៍តាមសុបិនទៀតផងទោះបីជាក្នុងសម័យបច្ចេកវិទ្យានេះរឿងខ្លះគេមើលឃើញថាជារឿងភាពចៃដន្យក៏ជំនឿទៅលើម្រេចគង្វាលនៅមានឥទ្ធិពលយ៉ាងជ្រាលជ្រៅនៅក្នុងផ្លូវចិត្តនិងជាផ្នែកមួយនៃវប្បធម៌អរូបីរបស់ខ្មែរយើងចុះអ្នកទាំងអស់គ្នាវិញតើអ្នកធ្លាប់បានឮក្រុមគ្រួសាររបស់អ្នកឬក៏ធ្លាប់មានបទពិសោធន៍ផ្ទាល់ខ្លួនតាក់ទងជាមួយនឹងម្រេចគង្វាលដែរឬទេចែករំលែកនៅក្នុង comment ទាំងអស់គ្នា follow សម្រាប់វីដេអូក្រោយ